មានចម្លែកនៅក្នុងឆ្នាំ2025នេះបាននៅចុងឆ្នាំបាទឃើញមានស្ត្រីម្នាក់ដែលគាត់បានធ្វើដំណើរបាទមកទីក្រុងញូវយ៉កនៅសហរដ្ឋអាមេរិកប៉ុន្តែលិខិតឆ្លងដែនក៏ដូចជាគេហៅថា passport របស់គាត់គឺនៅពេលដែលខាងគេត្រួតពិនិត្យបាទកន្លែងច្រកចេញចូលសម្រាប់ថ្វាយត្រាឲ្យចេញចូលគឺគេពិនិត្យឃើញថា passport របស់គាត់នឹងគឺបាទមកពីប្រទេសតូរិនសាគឺជាប្រទេសដែលអត់មាននៅលើពិភពលោករបស់យើងនោះទេបងប្អូនព័ត៌មាននេះពិតជាបាទផ្ទុះនឹងល្បីសរសៃខ្លាំងមែនទែននៅខាងអឺរ៉ុបក៏ដូចជាទូទាំងពិភពលោកតែម្ដងហើយវាជាប្រទេសតូរិនសាហ្នឹងគឺគេអត់មានទេនៅពិភពលោករបស់យើងគឺអត់មាននោះទេឈ្មោះប្រទេសនេះហើយខ្ញុំឆ្ងល់ក៏ខ្ញុំបានចូលទៅ search នៅក្នុង Google Map ដូចគ្នាគឺផែនទីនៅលើពិភពលោកគឺគេដាក់ No Rizal ដែរគឺទៅវាយប្រទេសតូរិនសាហ្នឹងចេញមកគឺអត់មានតែបងប្អូនប៉ុន្តែឃើញព័ត៌មានខ្លះគេក៏បាននិយាយថាប្រទេសតូរិនសាហ្នឹងគឺជាប្រទេសពីបរមរានដែលវាបាត់បង់ហើយជាច្រើនសតវត្សបាទច្រើនឆ្នាំច្រើនសតវត្សអញ្ចឹងវាបាត់បង់ចេញពីផែនទីពិភពលោកប៉ុន្តែវាចម្លែកបាទស្ត្រីម្នាក់ហ្នឹងបាទគាត់ធ្វើដំណើរមកសហរដ្ឋអាមេរិកហើយក៏គាត់សួរថាកន្លែងនេះជាកន្លែងណាក៏គេថាជាទឹកដីសហរដ្ឋអាមេរិកអញ្ចឹងគាត់ថាគាត់មកខុសគោលដៅហើយគេក៏បានយកគាត់ឲ្យអង្គុយបាទនៅក្នុងបន្ទប់បាទតែឯងគាត់ឲ្យស្ងាត់អង្គុយលើកៅអីបន្ទាប់មកបាទគាត់អង្គុយក៏បាត់ខ្លួនសូន្យជើងតែម្ដងហើយបន្ទាប់មកក៏ថារកឃើញសាកសពរបស់គាត់ហ្នឹងប៉ុន្តែសាកសពហ្នឹងគឺស្វិតបាទស្បែកគឺស្វិតទៅដល់ឆ្អឹងអញ្ចឹងគេគ្របសាកសពហ្នឹងអញ្ចឹងបងប្អូនព័ត៌មាននេះអត់ដឹងថាវាពិត100%ឬក៏ជាការបាទបំផ្ទុះបំផំផលព័ត៌មានទេបើសិនជាបងប្អូនណាគាត់ដឹងព័ត៌មានបន្ថែមជួយរកផងហើយតកតងទៅនឹងប្រទេសតូរិនសាហ្នឹងគឺបាទអ្នកបុរាណវិទូគឺគេបានស្រាវជ្រាវថាជាប្រភេទប្រទេសដែលដូចជាមនុស្សក្រៅភពមួយយ៉ាងដែរបាទឈ្មោះហ្នឹងប្រហែលជាឈ្មោះប្រទេសក្រៅភពឬក៏លោកយាយម្នាក់ហ្នឹងដូចនៅក្នុងរូបភាពហ្នឹងគឺគាត់បានចេញមកពីភពផ្សេងហើយមកចូលភពផែនដីរបស់យើងប៉ុន្តែខ្ញុំអត់ដឹងថាហេតុអីបានគាត់មកឡើងយន្តហោះហ្នឹងបានឬក៏អត់ដឹងថាគាត់ជាយន្តហោះមកពីណាបានចេញមកចុះនៅញូវយ៉កសហរដ្ឋអាមេរិកហ្នឹងវាអត់ដឹងចំណុចនោះទេបងប្អូនគឺនេះគឺជាការឆ្ងល់ប៉ុន្តែបើសិនជាមនុស្សក្រៅភពចូលមកដោយការទូទាត់របស់លោកយាយបាបាបង្ការនៅចុងឆ្នាំ2025នេះគឺថាមានមនុស្សក្រៅភពមកចូលមកអញ្ចឹងវាអាចនឹងកើតមានមែនតែបងប្អូនព្រោះថាចក្រវាឡរបស់យើងធំមែនតែមិនមែនមានតែភពផែនដីមួយទេគឺមានភពជាច្រើនដែលមនុស្សយើងអ្នកវិទ្យាសាស្ត្រមិនអាចទៅស្រាវជ្រាវឬក៏រកទៅដល់ទេព្រោះវាមានច្រើនភពមែនតែដោយដែលយើងបានដឹងខ្លះៗមកហើយបើយើងអ្នកវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវគឺរកឃើញបាន9ភពយើងភពតាំងពីភពផែនដីភពព្រះអាទិត្យភពអង្គារភពសុក្រភពសៅរ៍អញ្ចឹងណាបងប្អូនប៉ុន្តែអត់មានមនុស្សរស់នៅទេមានតែភពផែនដីនោះទេដែលមានអុកស៊ីសែនខ្យល់បរិយាកាសហើយអាចឲ្យមនុស្សរស់នៅបានមានសត្វមានរុក្ខជាតិប៉ុន្តែនៅបរិយាកាសនៅចក្រវាឡគឺធំមិនដឹងថាមានភពណាដែលផ្សេងដូចជាយើងមើលរឿងរឿងរបៀបថាអវតារដែលភព Pandora គឺអស្ចារ្យទេអញ្ចឹងបងប្អូនយើងគិតថាអាចនឹងមានភពផ្សេងៗអញ្ចឹងទៀតបានណាតាមតែអ្នកវិទ្យាសាស្ត្រគេកំពុងសរសេរជាបន្តហើយចំពោះរឿងដែលស្ត្រីម្នាក់ដែលចំណាស់ហើយគាត់ពាក់ហុំដូចជាជនជាតិអ៊ីស្លាមហ្នឹងគឺពាក់កណ្ដាលពាក់អីឬបានហ្នឹងបាទគេកំពុងតែនិយាយផលពេញបណ្ដាញសង្គមក៏ដូចជាព័ត៌មានផ្សេងៗតែម្ដងបើសិនជាបាទនេះជាការពិតមែននោះវាពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែនហើយវាក៏ជាការចាប់ផ្ដើមដែរហើយគេថា passport របស់គាត់ហ្នឹងគឺថាមានបន្ទះ chip ដូចជារបៀបថា SIM ទូរស័ព្ទ SIM កាតហ្នឹងគឺវាមានបន្ទះហ្នឹងទៀតវាចម្លែកជាង passport មនុស្សនៅលើពិភពផែនដីរបស់យើងបាទបងប្អូនដែលមាន passport ក៏ដឹងហើយវាដូចជាសៀវភៅបាទលិខិតឆ្លងដែនតែប៉ុណ្្នឹងទេប៉ុន្តែនេះវិញគឺគេមានបន្ទះ chip តែអីហើយប៉ុន្តែបងប្អូនទាំងគ្នាភពមកពីប្រទេសតូរិនសាហ្នឹងគឺខ្ញុំពិតជាបាទឆ្ងល់មែនទែនហើយបើបងប្អូនមិនជឿទេបងប្អូនសាកទៅឆែកមើលនៅ Google Map ថាពិភពលោកធម្មតាវាមានឈ្មោះប្រទេសរៀងៗខ្លួនដូចយើងប្រទេសកម្ពុជាកម្ពុជាអញ្ចឹងយើងវាយទៅវាចេញមកប៉ុន្តែតូរិនសាហ្នឹងវាយទៅគឺវាអត់មានទេវាដាក់ថា No Rizal វាថាលទ្ធផលយើងស្រាវជ្រាវហ្នឹងគឺវាអត់មានទេដូច្នេះហើយបងប្អូនទាំងគ្នាបាទបើបងប្អូនដឹងព័ត៌មានលម្អិតឬក៏ថាជាព័ត៌មានហ្នឹងជាព័ត៌មានពិតទេជួយខមមិនប្រាប់នៅខាងក្រោមបានអញ្ចឹងបងប្អូនមានតែប៉ុណ្្នឹងទេក្នុងការឆ្ងល់របស់ខ្ញុំហើយចំពោះតូរិនសាហ្នឹងគឺអ្នកស្រាវជ្រាវវិទូបុរាណហ្នឹងគេនិយាយថារឿងហ្នឹងពីមុនដំបូងគឺចក្រភពតូរិនសាហ្នឹងគឺជាចក្រវាឡចក្រភពដែលប្រទេសដែលទំនើបអស្ចារ្យមែនទែនវាដូចជារឿងព្រេងទេវកថាអីមួយហ្នឹងប៉ុន្តែវាមិនមែនទេវាមានការពិតនៅក្នុងពិភពលោកនៅក្នុងចក្រវាឡយើងហ្នឹងគឺវាពិតជាមានប្រទេសហ្នឹងមែនតំបន់ហ្នឹងមែនអញ្ចឹងគេកំពុងតែស្រាវជ្រាវបន្ថែមហើយរឿងហ្នឹងវាពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែនអញ្ចឹងបងប្អូនវាចម្លែកយ៉ាងគ្រាន់ថាគេយកស្ត្រីម្នាក់ហ្នឹងឲ្យទៅអង្គុយកៅអីស្រាប់តែសុកទៅគឺវាបាត់ដូចចេះសិលចេះកំបាំងអីចឹងណាបាត់ហើយបន្ទាប់ពីបាត់មកគឺទៅឃើញសាក់សពបានស្លាប់ហើយអញ្ចឹងដឹងថាគាត់ឆ្លងភពងោមែនឬក៏មិនទេបងប្អូនខ្ញុំនិយាយឲ្យខ្ញុំព្រឺសម្បល់ព្រោះថាវាមិនមែនជារឿងអបិយជំនឿខ្មោចលងទេប៉ុន្តែវាជារឿងវិទ្យាសាស្ត្របងប្អូនយើងគួរតែតាមដានអស់គ្នាហើយឆ្នាំ2026ហ្នឹងគឺវានឹងមានរឿងថ្មីៗកើតឡើងច្រើនទៀតអញ្ចឹងបងប្អូនអរគ្នាយើងនៅតាមដានព័ត៌មានពិភពលោកឲ្យបានច្រើនតទៅទៀតអញ្ចឹងអរគុណបាទ follow for more